មានមនុស្សពីរនាក់ជាបងថ្លៃប្អូនថ្លៃនឹងគ្នាបងថ្លៃជាអ្នកក៏ប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិថ្ងៃមួយឪពុកក្មេកមានកិច្ចរវល់ត្រូវប្រាប់ប្អូនថ្លៃកូនចៅទៅស៊ីផឹកនៅផ្ទះគាត់ប្អូនថ្លៃនោះបានមកជួបនឹងបងបបួលទៅស៊ីឯផ្ទះឪពុកគេមកបងថ្លៃនិយាយប្រាប់តាមត្រង់ថាមិនហ៊ានទៅស៊ីទេព្រោះខ្លួនជាអ្នកក៏មិនធ្លាប់ស៊ីម្ហូបចំណីល្អក្រែងមិនត្រូវបែបបត់ខ្មាស់គេប្អូនថ្លៃនោះជាមនុស្សចិត្តសប្បុរសនឹងបងក៏ប្រាប់ទៅវិញថាមិនអីទេទៅពិសាចុះបើមិនដឹងឲ្យមើលតែតាមខ្ញុំស៊ីអីស៊ីនឹងទៅមិនក្រប៉ុន្មានទេបងទៅជាមួយខ្ញុំចុះបងក៏ព្រមទៅលុះទៅបរិភោគនៅទីនោះបបួលគ្នាស៊ីតាមធម្មតាទៅដល់គេលើកសំខ្ចៅមកប្អូនក៏យកចង្កេះមកចាប់មួយមកពុំរួចជញ្ជក់អស់ខ្ជាក់សម្បកខ្មៅនោះដាក់នឹងកន្សែងហើយគេចោលសម្បកនោះទៅឯបងនោះមិនដឹងដោយមិនបានឃើញគេធ្វើដូច្នោះក៏ខំជញ្ជក់ខំទំពាសម្បកខ្ចៅនោះតតែល្អិតខំលេបទៅប្អូនឃើញដូច្នេះក៏លែងស៊ីខ្ចីនោះទៅចាប់យកឯអំពៅដែលគេឡាវទុកនៅចាននោះមកស៊ីរួចគេយកកន្សែងខ្ជាក់ដាក់ហើយចោលទៅបងឃើញគេស៊ីអំពៅតតែល្អិតកាក់លេបទៅទៀតប្អូនលែងស៊ីអំពៅវាទៅស៊ីសំមីស៊ូទៀតទើបតែពុំក្នុងមាត់នឹកឃើញបងស៊ីអំពៅទាំងកាក់នោះហើយអស់សំណើចទប់មិនឈ្នះក៏ចេញសំឡេងឮតែខឹកដោយហែកអខិកនោះមីស៊ូវាក៏ស្ទុះដោយអំណាចខ្យល់នោះឡើងទៅចូលឯរុនច្រមុះទាំងពីរចេញមីស៊ូមកក្រៅបងថ្លៃឃើញដូច្នេះក៏ចោលចង្កេះទៅក្នុងថាសទេលែងស៊ីហើយស៊ីឯទៀតធ្វើតាមបានសំបីខ្ចៅនឹងអំពៅទាំងសម្បកទាំងកាក់ក៏ស៊ីបានទាំងអស់ដល់សើមីស៊ូខ្ទុះនឹងចម្រុះដូច្នេះធ្វើមិនបានទេប្អូនឯងស៊ីតែឯងចោះបងលែងស៊ីហើយស៊ីទៅទៀតមិនកើតទេ